នុញ្ញាតគោរពជំរាបសួរប្រិយមិត្តបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube និង Facebook សូមលើកយកលក្ខណៈសម្បត្តិរបស់យន្តហោះទម្លាក់គ្រាប់បែកដែលមានតម្លៃរហូតដល់$2000 លានរបស់អាមេរិកមកចែកជូនប្រិយមិត្តដើម្បីស្គាល់ពីអានុភាពនិងភាពលេចធ្លោរបស់វាថាតើបច្ចេកវិទ្យាបំផាកាយនិងរូបរាងរបស់ B2 Spirit វាពិសេសយ៉ាងណាហើយយន្តហោះដែលត្រូវបន្តវេនពី B2 Spirit ជាអ្វីនិងចូលមកដំណើរការនៅពេលណាយន្តហោះទម្លាក់គ្រាប់បែកដ៏ថ្លៃមួយរបស់សហរដ្ឋអាមេរិក B2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែកប្រើបច្ចេកវិទ្យាបំផាកាយដែលមានសភាពលេចធ្លោបំផុតមួយក្នុងចំណោមយន្តហោះយោធាទាំងឡាយនៅលើពិភពលោកយន្តហោះទម្លាក់គ្រាប់បែក B2 Spirit ជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Northrop Grumman កាលពីសម័យសង្គ្រាមត្រជាក់ដែលត្រូវបានរចនាឡើងក្រោមគោលបំណងទម្លុះចូលដែនអាកាសរបស់អតីតសហភាពសូវៀតហើយអាចផ្ទុកគ្រាប់បែកធម្មតាក៏បានឬគ្រាប់បែកនុយក្លេអ៊ែរក៏បានយន្តហោះនេះមួយគ្រឿងមានតម្លៃខ្ទង់$2000 លានយន្តហោះ B2 Spirit ដំបូងគេបានចាប់ផ្ដើមធ្វើប្រតិបត្តិការកាលពីឆ្នាំ1993ខណៈវាអាចហោះដល់គោលដៅនៅគ្រប់ទីកន្លែងជុំវិញពិភពលោកដោយមិនបាច់ឈប់ហើយត្រឡប់មកមូលដ្ឋានវិញតាមរយៈការចាក់សាំងលើផ្ទៃអាកាសយន្តហោះទម្លាក់គ្រាប់បែក B2 ពុំធ្លាប់ត្រូវបានបាត់បង់ក្នុងសមរភូមិឡើយហើយមានតែប្រមាណគ្រឿងប៉ុណ្ណោះដែលត្រូវបានផលិតឡើងយន្តហោះ B2 ត្រូវបានគេអភិវឌ្ឍឡើងក្រោមគំនិតហៅថា Flying Wing គឺជាយន្តហោះដែលពុំមានតួខ្លួនឬមួយក៏កន្ទុយពិតប្រាកដនោះទេនៅសហរដ្ឋអាមេរិកគំនិតនេះត្រូវបានផ្ដើមឡើងដោយលោក Jack Northrop ដែលជាស្ថាបនិកក្រុមហ៊ុន Northrop Grumman លោកបានអភិវឌ្ឍយន្តហោះប្រភេទ Flying Wing នេះមួយចំនួនដោយចាប់ផ្ដើមកាលពីឆ្នាំ1940ហើយទីបំផុតក៏សម្រេចបានយន្តហោះមួយហៅថា YB-49 ទោះក្រោយមកគម្រោងអភិវឌ្ឍយន្តហោះ YB-49 នេះត្រូវបានបោះបង់ចោលហើយការងារទាំងប៉ុន្មានទាក់ទងនឹងវាត្រូវបានប្រើក្នុងកម្មវិធីអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែក B2 យន្តហោះ B2 ស្ថិតក្នុងចំណោមយន្តហោះទម្លាក់គ្រាប់បែកលក្ខណៈយុទ្ធសាស្ត្រទាំង3ដែលកំពុងបម្រើនៅក្នុងជួរកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកយន្តហោះទម្លាក់គ្រាប់បែកពីរផ្សេងទៀតគឺ B1 Lancer របស់ក្រុមហ៊ុន Rockwell និង B-52 ដែលយើងហៅថា B-52 Stealth Fortress របស់ក្រុមហ៊ុន Boeing យន្តហោះ B-52 មានជំនាញជាយន្តហោះទម្លាក់គ្រាប់បែកនៅរយៈកម្ពស់ខ្ពស់ខ្លាំងដើម្បីឲ្យប្រព័ន្ធការពារដែនអាកាសត្រូវពិបាកនឹងបាញ់ដល់រីឯយន្តហោះ B1 វិញវាមានជំនាញផ្ទុយពីនេះគឺហោះទាបខ្លាំងប៉ុន្តែក៏ល្បឿនយ៉ាងលឿនដែលធ្វើឲ្យប្រព័ន្ធរ៉ាដាពិបាកចាប់សញ្ញារបស់វាយ៉ាងណាមិញយុទ្ធសាស្ត្រទាំងពីរខាងលើគឺពុំល្អឥតខ្ចោះឬក៏មានសុវត្ថិភាព 100% ពីប្រព័ន្ធការពាររបស់សត្រូវឡើយខណៈភាពតានតឹងកាលពីសម័យសង្គ្រាមត្រជាក់តម្រូវឲ្យមានយន្តហោះទម្លាក់គ្រាប់បែកដ៏មានអានុភាពមួយគឺយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរហើយអាចបំបាំងកាយដោយប្រសិទ្ធភាពស្ទើរតែ 100% ពីប្រព័ន្ធរ៉ាដាការពាររបស់សត្រូវបេសកកម្មរបស់ B2 Spirit អាចប្រព្រឹត្តជាប់រហូតដោយមិនបាច់ចុះចតបានយូរបំផុតដល់រយៈពេល44ម៉ោងដូចជាការហោះចាក់ចេញពីរដ្ឋ Missouri របស់អាមេរិកទៅកាន់អាហ្វហ្គានីស្ថានកំឡុងប្រតិបត្តិការ Enduring Freedom កាលពីឆ្នាំ2001ក្រោយករណីមហាភារវកម្ម9កញ្ញានៅសហរដ្ឋអាមេរិកដូច្នេះហើយទើបយន្តហោះទម្លាក់គ្រាប់បែកនេះមានកន្លែងទំនេរឲ្យអាកាសយានិកម្នាក់អាចសម្រាកបានដោយក្នុងនោះអាកាសយានិកសរុបមាន2នាក់រួមជាមួយកន្លែងរក្សាទុកក៏ដូចជាកម្ដៅម្ហូបនិងបន្ទប់អនាម័យជាដើមបើតាមរបាយការណ៍ផ្លូវការយន្តហោះ B2 ពុំធ្លាប់ត្រូវបានសត្រូវបាញ់ធ្លាក់ក្នុងសមរភូមិឡើយខណៈយន្តហោះនេះពុំមានប្រព័ន្ធការពារអ្វីក្រៅពីបច្ចេកវិទ្យាបំផាកាយនោះទេក៏ប៉ុន្តែមួយគ្រឿងធ្លាប់បានធ្លាក់ផ្ទៃដោយចែកដន្យកាលពីឆ្នាំ2008នៅកោះកម្មអាកាសយានិកមិនមានគ្រោះថ្នាក់អ្វីទេចំណែកយន្តហោះ B2 មួយគ្រឿងផ្សេងទៀតធ្លាប់ត្រូវផ្លូវឆេះយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ2010យន្តហោះនេះមានតែ21គ្រឿងតែប៉ុណ្ណោះ
ដែលត្រូវបានផលិត The ឡើង stealth bomber is built ហើយបើគិតពីទំហំ simultaneously. នៃការចំណាយ The ទៅលើ service ការស្រាវ believes ជ្រា the វ effort និង will អ keep ភិវឌ្ឍពួក development វា of the flying wing មួយ aircraft គ្រឿង on មានតម្លៃរហូតដល់ 2,000 លានដុល្លារ first flight in December ប៉ុន្តែពីដំបូងឡើយ 2014 គេក្រុងផលិតពួកវា132គ្រឿង that there could be problems. The USAF ប្រិមិត្ត trying to ពួក find ជ្រាបដែរថាស្របពេលដែលបច្ចុប្បន្ន B2 Spirit the higher risk is នៅ not តែ due to កំពុងស្ថិតក្រោមការប្រើប្រាស់ and hoping that we សហរដ្ឋអាមេរិកក៏កំពុងតែអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកចំនួនថ្មីដើម្បីបន្តវេនពីវាផងដែរដែលយន្តហោះនោះមានឈ្មោះថា B21 Raider ឬ B21 Raider ដែលមានស្លាបដូចបាក់សាយៈជាពិសេសវាត្រូវបានបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាមួយការទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយដែលមានកម្លាំងផ្ទុះខ្លាំងនិងមានភាពជាក់លាក់ហើយត្រូវហ៊ុមព័ទ្ធដោយអាថ៌កំបាំងក៏ប៉ុន្តែគេរំពឹងថាវាអាចនឹងបង្ហាញខ្លួននៅឆ្នាំ2025ខាងមុខប្រភព website ដកស្រង់ចេញពីគេហទំព័រ Wikipedia ហើយខ្ញុំបាទក៏បានដាក់ link ជូននៅក្នុង description ផងដែរហើយបងប្អូនក៏អាចបញ្ចេញមតិយោបល់ក្នុងន័យស្ថាបនានៅក្នុងវីដេអូនេះបានផងដែរជាចុងបញ្ចប់ខ្ញុំបាទសូមអរគុណនិងសូមអភ័យទោសនៅចំណុចខ្វះខាតដែលមិនមានន័យគ្រប់គ្រាន់ដល់បងប្អូនដែលតែងតែគាំទ្រសូមមានសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា